ចាំបាច់ដែលខ្ញុំត្រូវបខំចិត្តចាក់ចែងពីអង្គប្រជុំនេះដើម្បីបញ្ជាកងទ័ពនៅពេលខាងមុខនៅខាងទឹក ប្រិយមិត្តទាំងអស់គ្នាសម្ដេចនាយកហ៊ុនសែនប្រកាសថានឹងលែងអត់ឱនឲ្យទៀតហើយបើថៃនៅតែហ៊ានបំពេញកម្ពុជាម្ដងទៀតនេះបន្ទាប់ពីសម្ដេចបានថ្លែងនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃទី16នេះសម្ដេចបានបញ្ជាក់ថាសម្ដេចនឹងចាក់ចេញពីកិច្ចប្រជុំនេះនឹងទុកឱកាសឲ្យអ្នកដទៃមកបន្តកិច្ចប្រជុំនេះជំនួសដោយសារសម្ដេចនឹងត្រូវទៅត្រៀមខ្លួនដើម្បីគ្រប់គ្រងស្ថានភាពដែលនឹងអាចឈានទៅរកភាពអាក្រក់ដោយចៅថៃឈ្លានពានម្ដងទៀតនៅតាមតំបន់ព្រំដែនសម្ដេចបញ្ជាក់ថាសម្ដេចលែងអត់ឱនឲ្យទៀតហើយចង់ដឹងរឿងរ៉ាវយ៉ាងណាសូមស្ដាប់ប្រសាសន៍សម្ដេចទាំងអស់គ្នា ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថាក្នុងទរៈនៃពេលវេលានៃការប្រជុំរបស់យើងក្នុងករណីចាំបាច់ដែលខ្ញុំត្រូវបខំចិត្តចាក់ចែងពីអង្គប្រជុំនេះដើម្បីបញ្ជាកងទ័ពនៅពេលខាងមុខនៅខាងទឹកខាងមុខគឺសូមឲ្យអាដាមអង្គធនវឌ្ឍនាមកអង្គុយនៅកន្លែងនេះហើយប្រធានគណៈកម្មការណាមួយខ្ញុំនឹងចង្អុលដើម្បីត្រៀមសម្រាប់មកអានជំនួសប្រវត្តិសាស្ត្រតែសភាពបន្តនៅខាងមុខព្រោះខ្ញុំទៅនឹងប្រជុំតាមអនឡាញហើយបន្តប្រជុំអចិន្ត្រៃយ៍នៅបន្តនេះមានសភាពការដែលអាចអាក្រក់នៅក្នុងថ្ងៃនេះបើសិនបើវានៅតែបន្តទន្ទ្រានយើងក៏មិនអាចអត់ឱនតទៅទៀតទេចឹងទេនេះគ្រាន់តែជាប្រាប់ទៅហើយយល់ល្អគឺថាសភាពការវាមិនកើតអីសោះប៉ុន្តែបើវាកើតគឺតម្រូវឲ្យខ្ញុំហើយប្រហែលជារំខានទៅលើណែអង្គប្រជុំបន្តិចតែសារតែខ្ញុំមានបញ្ជុតាក់តងនៅក្បែរខាងនេះតែបញ្ជុតាក់តងនេះអាចទៅដល់ញូវយ៉កក៏អាចតាក់តងមកបញ្ជាកងទ័ពបានដែរមិនថាតែនៅក្នុងប្រទេសទេតូចទេប៉ុន្តែគឺវាមានសមត្ថភាពតាក់តងគ្នាបានបើសិនបើខ្ញុំតាក់តងតាមរបៀបនោះសូមមេត្តាកុំថាខ្ញុំនឹងខ្វះវិន័យអីប្រធានព្រឹទ្ធសភាប៉ុន្តែវាមានបាទបងប្អូនបន្ទាប់ពីយើងឮប្រសាសន៍របស់សម្ដេចហើយមានអារម្មណ៍ថាព្រឺសម្បល់ខ្ញាក់តែម្ដងព្រោះអីសម្ដេចបញ្ជាក់ថាលែងអត់ឱនទៀតហើយអញ្ចឹងយើងក៏រំពឹងថាស្ថានភាពនឹងមិនអាក្រក់ចៅថៃវាបោះបង់គំនិតឈ្លានពានសង្ឃឹមថាប្រជាពលរដ្ឋជាមួយនឹងវីរៈកងទ័ពយើងនៅតាមព្រំដែនមានសុខសុវត្ថិភាពហើយមិនមានសង្គ្រាមពីសំណាក់ចៅថៃទៅចុះតែមិនមានសង្គ្រាមសម្ដេចថាលែងអត់ឱនប៉ុណ្ណេះហើយប្រហែលជាល្អមើលហើយព្រោះសម្ដេចនឹងលេងធေါ်ក្តៅយើងនៅសល់សន្លឹកបៀជាច្រើនដែលមិនទាន់ចេញប្រើព្រោះយើងបានអត់ធ្មត់តាំងពីកិច្ចព្រមព្រៀងជប់បាញ់មកម្លេះអញ្ចឹងសង្ឃឹមថាស្ថានភាពនឹងល្អប្រសើរបងប្អូនយើងទាំងអស់គ្នាប្រជាជនខ្មែរយើងមានសុខសន្តិភាពហើយខ្ញុំជាមួយនឹងសង្ឃឹមថាអ្នកទាំងអស់គ្នាជាមួយខ្ញុំក៏នឹងតាមដានហើយខ្ញុំនឹងអាប់ដេតស្ថានភាពបន្ថែមប្រសិនបើមានអ្វីអាប់ដេតបន្តទៀតសូមអរគុណ